ចឹងយើងយកជំរឿនសន្តិភាពនិងច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាយើងមិនប្រើកម្លាំងបាយទេប៉ុន្តែកុំគិតថាកម្ពុជាខ្លាចអសោះកងទ័ពកម្ពុជាត្រៀមលក្ខណៈគ្រប់បែបយ៉ាងរួចជាស្រេចដើម្បីការពារទឹកដីបូរណភាពទឹកដីរបស់យើងមិនឲ្យបាត់1មីលីម៉ែត្រទេខ្ញុំមិនចង់និយាយលម្អិតរឿងយុទ្ធសាស្ត្រវិធីសាស្ត្រឬព្រំដែនខ្ញុំអត់និយាយដល់ពេលនេះបាទរឿងកងទ័ពរឿងអីខ្ញុំមិននិយាយរឿងអួតរឿងអីរឿងវាយកាប់ចាក់នោះទេបាទហើយកម្ពុជាក៏មិនបានបង្អួតបន្តិចអានេះបន្តិចអានោះបន្តិចវាយមកព្រំពេញ3អាទិត្យវាយយកព្រំពេញបន្តិចវាយអានេះបន្តិចកប៉ាល់ហោះមកតម្លាក់នាទីគ្រាប់បែក5នាទីស្អីនោះទេយើងមិនចាំបាច់មាត់ទេបាទអានឹងយុទ្ធសាស្ត្រសង្គ្រាមរបស់ចិនគេថាយកល្អទៅរក្សាទម្រង់ជាទឹកគឺអត់មានទម្រង់អីច្បាស់លាស់ទេតែបើចូលមកផុងងងាប់ឡើយយើងមិនអួតរឿងសភាវុធយើងមិនអួតរឿងធ្វើផែនការវាយយកខេត្តណាយកក្រុងណានោះទេយើងមិនដែលនិយាយរឿងទឹកទេយើងនិយាយតែពីកំចូលមកចូលទឹកដីយើងការពារតែប៉ុណ្្នឹងទេឯដល់មកឯករាជ្យទូតនៅទីនេះកម្ពុជាមិនដែលនិយាយពីការវាយលុកដល់ទីក្រុងអ្នកណាប្រមាថអ្នកណាគេទេសូមតែមកការពារទឹកដីរបស់យើងហើយសម្ដេចតេជោកែវពុទ្ធបញ្ជាក់ការពារក្នុងយុទ្ធវិធីការពារក៏មានការវាយបកមួយដែរបាទតែយើងមិនមានចេតនាចង់រំលោភទឹកដីអ្នកណាប្រើប្រាស់កម្លាំងប្រអាវុធទេយើងនៅតែព្យាយាមចង់ដោះស្រាយបញ្ហាទាំង4ចំណុចនេះនៅ ICJ